vàព័ត៌មានទី1គឺប្រិមិត្តបានដឹងហើយសារព័ត៌មានបានផ្សាយជាច្រើនដោយដកស្រង់ពីប្រភពខាងព័ត៌មានថៃបាទនៅខាងអន្តរជាតិនេះក៏មានផ្សាយច្រើនដែរបាទមានកសែតអាល្លឺម៉ង់កសែតខាងសហរដ្ឋអាមេរិកនេះគឺ ABC News ចេញផ្សាយមុនគេហើយនឹងខាងជប៉ុននោះគឺ Nikkei Shimbun នោះក៏បានចុះផ្សាយផងដែរនៅក្នុងប្រទេសថៃគឺផ្សាយជាបន្តបន្ទាប់ហើយឃើញមានសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាដូចជាភ្នំពេញប៉ុស្តិ៍ក៏ចុះផ្សាយផងដែរអញ្ចឹងខ្ញុំសូមសង្ខេបជូនប្រិមិត្តអ្វីដែលបានកើតមានឡើងគឺនាយករដ្ឋមន្ត្រីថៃគឺលោកអនុทินបានប្រកាសឈប់អនុវត្តកិច្ចព្រមព្រៀងឈប់បាញ់គ្នានេះដាក់ជាឯកតោភាគីនៅថ្ងៃនេះបាទក្រោយពីមានឧបទ្ទវហេតុគឺទាហានរបស់ថៃបានដើរជន់មីននៅពេលដែលកំពុងល្បាតចំនួនអ្នកដែលរងរបួសគឺមិនច្បាស់ទេគឺខាងកាសែតបាងកកប៉ុស្តិ៍ក៏រាយការណ៍ថាមានចំនួន4នាក់ប៉ុន្តែសារព័ត៌មាននៅខាងក្រៅប្រទេសនេះគឺដូចជា DW ដែលខ្ញុំយកមកជូននេះគឺរាយការណ៍ថាមានចំនួន2នាក់ប៉ុន្តែអ្វីដែលច្បាស់គឺមានម្នាក់ដាច់ជើងហើយម្នាក់ទៀតគឺគាត់ថាដោយសារសម្លេងផ្ទុះនោះគឺឲ្យណែនទ្រូងរបស់គាត់ដោយសារព័ត៌មានបាងកកប៉ុស្តិ៍គាត់ថារបួស4នាក់ប៉ុន្តែ3នាក់នោះគឺរបួសស្រាលទេបាទដាច់ជើងតែមួយនាក់ទេហើយនាយករដ្ឋមន្ត្រីរបស់ថៃគឺលោកអនុทินបានប្រកាសផ្អាកនេះដោយលោកនិយាយថាគឺអ្វីដែលកើតឡើងនេះបង្ហាញនៅសកម្មភាពប្រទុសរាយចំពោះប្រទេសថៃហើយនឹងបន្តឲ្យមានការគំរាមកំហែងផ្នែកសន្តិសុខទៅដល់ប្រទេសថៃអញ្ចឹងលោកអនុทินគាត់ថាគាត់នឹងទៅជួបទូសួរសុខទុក្ខទាហានថៃហ្នឹងដែលកំពុងតែសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យស៊ីសាកេតនៅថ្ងៃអង្គារស្អែកនេះហើយបើតាមសេចក្តីរាយការណ៍គឺអ្នកដែលសម្រាប់ពេទ្យហ្នឹងគឺមានតែ2នាក់ទេណាបាទអញ្ចឹង2នាក់ទៀតគឺមិនមានជាបញ្ហាអ្វីទេដោយឡែកប្រតិកម្មរបស់ខាងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ខាងប្រទេសថៃក៏បានឲ្យដឹងថាគឺនឹងផ្អាកការអនុវត្តនឹងផងដែរដោយថៃចោទធ្ងន់ធ្ងរថាគឺលោកណតផនណាក់ផានីតនឹងគាត់បាននិយាយថាកន្លែងដែលផ្ទុះនោះគឺជាកន្លែងដែលទាហានថៃដែលល្បាតជាប្រចាំដូច្នេះមីននោះគឺជាមីនទៅដាក់ថ្មីហើយលោកណតផនគាត់បានថានេះគឺជាសកម្មភាពដែលធ្វើឡើងដោយភាគីកម្ពុជាដែលមិនគោរពតាមសេចក្តីប្រកាសស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះនៅថ្ងៃទី26ខែតុលានោះទេហើយក្រសួងការពារជាតិរបស់ខាងថៃគាត់បានថាគាត់តវ៉ាតាមរយៈទូតទៅក្រសួងការបរទេសបាទទៅក្រសួងការបរទេសរបស់កម្ពុជាពាក់ព័ន្ធជាមួយនឹងឧបទ្ទវហេតុដែលបានកើតមានឡើងនេះបាទអញ្ចឹងគឺនេះគឺជាភាគីខាងថៃណាដែលគាត់បានមានប្រតិកម្មបែបនេះហើយមានសេចក្តីថ្លែងការណ៍របស់ខាងទាហានកងទ័ពអាកាសរបស់ខាងថៃផងដែរដែលថាផ្អាកនឹងកិច្ចសហប្រតិបត្តិការកិច្ចព្រមព្រៀងនានាជាមួយនឹងកម្ពុជាហើយគឺភាគីកម្ពុជាវិញមកដល់ពេលនេះខ្ញុំបានព្យាយាមមើលតាម Facebook ជាផ្លូវការរបស់ក្រសួងដែរក៏ប៉ុន្តែអត់ទាន់មានកម្ពុជាមិនទាន់មានប្រតិកម្មអ្វីនៅឡើយទេគឺចុងក្រោយនេះឃើញតែមានកម្ពុជាខិតខំបញ្យល់អំពីកិច្ចខិតខំប្រឹងប្រែងជាពិសេសក្រសួងការពារជាតិកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានេះហើយនឹងធ្វើយ៉ាងណាឲ្យមានសកម្មភាពដោះមីននៅតាមបណ្ដោយព្រំដែនដើម្បីឲ្យការអនុវត្តកិច្ចព្រមព្រៀងនេះបានជោគជ័យបាទអញ្ចឹងនេះគឺជាសូម្បីតែខាងថៃគឺបានប្រកាសគ្រប់គ្នាអ្វីដែលជាការព្រួយបារម្ភមួយទៀតនោះគឺនេះបាទនេះគឺជាកាសែតបាងកកប៉ុស្តិ៍របស់ថៃអ្វីដែលជាការព្រួយបារម្ភនោះគឺរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃក៏ដូចជានាយករដ្ឋមន្ត្រីរបស់ថៃនោះគឺបានប្រកាសថាការដោះលែងយុទ្ធជនរបស់កម្ពុជាទាំង18រូបនោះគឺត្រូវផ្អាកសិនដោយសារតែការផ្អាកនៃការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះអញ្ចឹងដូច្នេះមិនដឹងថាតើអ្នកទាំង18អ្នកនោះគឺនឹងត្រូវបានដោះលែងនៅពេលណានៅឡើយនោះទេតាមគម្រោងគឺត្រូវដោះលែងនៅថ្ងៃពុធបាទគឺថ្ងៃទី12នៅថ្ងៃពុធទី12ខែវិច្ឆិកាខាងមុខនេះប៉ុន្តែរៀបនឹងដល់ពេលដោះលែងហ្នឹងគឺស្រាប់តែមានរឿងពាក់ព័ន្ធនឹងសុខភាពមាន
ការផ្សាយកាលពីម្សិលមិញគឺផ្សាយខាងអនុរដ្ឋមន្ត្រីការពីជាតិថៃហ្នឹងបាននិយាយថាមានទាហានរបស់កម្ពុជាចំនួនមួយចំនួនបានសុំថាមិនទាន់ចង់ត្រឡប់មកប្រទេសកម្ពុជាវិញទេដោយចង់នៅប្រទេសថៃដើម្បីព្យាបាលសុខភាពដូចថានៅថៃសប្បាយបាទដែលជារឿងមួយមិនសមទំនងទេបាទអ្នកដែលជាប់ពន្ធនាគារគឺមិនដឹងទៅសប្បាយអីនៅក្នុងពន្ធនាគារនឹងទេបាទដូច្នេះខាងពីគីថៃចឹងអ្វីដែលយើងអាចនិយាយបានហើយមានប្រិមិត្តសួរជាជំហានដំបូងគឺខ្ញុំផ្ដោតខ្លាំងទៅលើរឿងបញ្ហាសុខភាពរបស់យុទ្ធជនទាំងនោះតើសុខភាពគាត់យ៉ាងម៉េចបានជាបាទមានការលើកឡើងជាបន្តបន្ទាប់មុនពេលជិតដល់លែងស្រាប់តែនិយាយពីរឿងសុខភាពគាត់ចេះសុខភាពគាត់ចុះអ្នកខ្លះចង់នៅបន្តដើម្បីព្យាបាលសុខភាពហ្នឹងបាទអញ្ចឹងនឹងរឿងមួយដែលយើងទៅតាមដានមើលដែរណាអញ្ចឹងដោយសំខាន់ទៅគឺមានប្រិមិត្តសួរថាចុះកម្ពុជាគួរធ្វើម៉េចខ្ញុំថាមកដល់ដំណាក់កាលនេះគឺកម្ពុជាគឺមានតែរងចាំមើលបាទរងចាំមើលទន្ទឹមនឹងនោះគឺត្រៀមខ្លួនគ្រប់ជំហានមកតាមធម្មតាទាហានគេត្រៀមខ្លួនគ្រប់ជំហានហើយបាទទោះបីជាមានការអនុវត្តបទជុំបាញ់ក៏ដោយដកស្រង់ពីបទពិសោធន៍ក្នុងពេលកន្លងមកនេះគឺការប្រុងប្រយ័ត្ននៅជាប្រុងប្រយ័ត្នជានិច្ចទោះបីជាដកអាវុធក៏ដោយបាទអញ្ចឹងគឺអ្វីដែលជាយោបល់ខ្ញុំសម្រាប់ប្រិមិត្តខ្ញុំថាកុំអាប្រតិកម្មអ្វីឲ្យហួសពីការវិវត្តដែលបានឃើញហ្នឹងបាទពីព្រោះរឿងនេះវាថ្មីទាំងអស់គ្នាសំខាន់ប្រមូលព័ត៌មានឲ្យបានគ្រប់គ្រាន់សិនមុននឹងធ្វើប្រតិកម្មអញ្ចឹងដូច្នេះជាការពិតដែលខាងបើសិនជាប្រិមិត្តជាអ្នកនាំពាក្យរបស់ក្រសួងវិញថាតើទៅធ្វើយ៉ាងម៉េចបាទកុំអាសិនទៅសិក្សាស្ថានភាពហ្នឹងសិនកុំប្រតិកម្មភ្លាមចូលរួមសោកស្ដាយរឿងកើតឡើងឬក៏បកកែកអីហ្នឹងបាទហ្នឹងគឺកុំអាសិនតែមើលតាមអាចនឹងល្ងាចនេះឬក៏ស្អែកអីហ្នឹងបាទយើងអាចចេញប្រតិកម្មយ៉ាងម៉េចពីព្រោះអីដោយខាងភាគីថៃគាត់បាននិយាយហើយគាត់ថាគាត់គឺតវ៉ាជាផ្លូវការមកខាងក្រសួងការបរទេសកម្ពុជាបាទពីព្រោះអីអ្វីដែលយើងដឹងនេះគ្រាន់តែជាសារព័ត៌មានបាទសារព័ត៌មានដែលបានរីកាដកសងសម្ដីរបស់គាត់បាទយើងអាចយកតាមសម្ដីរបស់គាត់ដកសងប្រតិកម្មបានដែរក៏ប៉ុន្តែរឿងនេះរឿងថ្មីទៀតអញ្ចឹងដូច្នេះរងចាំលិខិតផ្លូវការនឹងសិនមកដល់ពេលណាចាំចាត់ការឆ្លើយតាមពេលនឹងពីព្រោះអីសារព័ត៌មានដែលខ្ញុំបានជម្រាបជូនមិញគឺ DW ABC រីកាថា2នាក់ថៃក៏រីកា4នាក់អញ្ចឹងដូច្នេះវាមានតួលេខប្រច្រាស់គ្នាបន្តិចយើងត្រូវប្រមូលព័ត៌មានថាតើតំបន់ប្រតិបត្តិការដែលគាត់ដើរហ្នឹងនៅច្រកកន្លែងណាអញ្ចឹងកន្លែងណាដើម្បីឲ្យបានគ្រប់ជ្រុងជ្រោយនឹងសិនបានអាចនឹងធ្វើប្រតិកម្មតនបាទអ្វីដែលខ្ញុំអាចនិយាយបានគឺប៉ុណ្ណឹងគឺពីចំណុចហ្នឹងគឺបារម្ភពីបញ្ហាសុខភាពរបស់យុទ្ធជនហ្នឹងបាទហើយនឹងស្ថានភាពពិតជាក់ស្ដែងនោះតើកើតឡើងនឹងវាយ៉ាងម៉េចបាទ